បន្ទាប់ពីការរង់ចាំអត់ធ្មត់និងព្យាយាមតស៊ូតាំងពីថ្ងៃទី1រហូតមកដល់ថ្ងៃនេះទីបំផុតកូនធ្វើបានហើយមកដល់ថ្ងៃនេះគឺថ្ងៃទី33ហើយនៃការសរសេរលើសៀវភៅកាឡាតូចហើយក៏ត្រូវជាភ្ជញ្ជនៈតួទី33ដែរហើយក៏ត្រូវនឹងតួចុងក្រោយផងដែរចឹងអបអរសាទរហើយសម្រាប់ជោគជ័យថ្ងៃនេះមានន័យថាទៅតែការចាប់ផ្ដើមជំហានដំបូងចេញជាអ្នក33តួអញ្ចឹងយើងនៅមានរឿងច្រើនទៀតដែលត្រូវរៀនអត់ទាន់ថាជាការជោគជ័យអីធំដុំខ្លាំងទេគឺជាជោគជ័យជំហានទី1នៃការចាប់ផ្ដើមអញ្ចឹងដោយការសន្យាអញ្ចឹងថានៅពេលដែលសរសេរចប់ដល់អក្សរអគាត់នឹងបោកកូនជ្រូករបស់គាត់ហើយរាល់ការសរសេរមួយតួអញ្ចឹងគឺទទួលបាន1000ដាក់កូនជ្រូកពួកគោលបំណងរបស់គាត់ចង់បានកាតាបថ្មីអញ្ចឹងចាំតាមដានទាំងអស់គ្នាថាកូនជ្រូករបស់គាត់មានលុយប្រមាណហើយទិញកាតាបបានអត់